បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនខ្មែរជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាទូទាំងពិភពលោកសង្ឃឹមថាបងប្អូនដែលបានអូនឃើញវីដេអូនេះនឹងមិនដាច់ចិត្តរំលងទេសូមជួយ share បានច្រើនតាមតែអាចធ្វើទៅបានដើម្បីឲ្យបងប្អូនខ្មែរយើងដែលជាពលករដែលធ្វើការនៅថៃគាត់បានឃើញហើយមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទឥឡូវហ្នឹងគឺជនជាតិថៃមួយចំនួនគឺគាត់ពួកជ្រុលនិយមមួយចំនួនគឺគាត់ចាប់ដើររៀបត្បាតធ្វើទង្វើជាអំពើហិង្សាទៅកាន់បងប្អូនពលករខ្មែរយើងដូចក្នុងវីដេអូនេះអញ្ចឹងគឺជនជាតិថៃម្នាក់ដែលគាត់ពាក់មុខពាក់បាត់ចិត្តឆឹងហ្នឹងគឺគាត់ប្រើមកមានតែមកជាក្រុមណាគាត់មកប្រើប្រាស់អំពើហិង្សាទៅដាក់បងប្អូនដែលជាពលករធ្វើការនៅថៃអញ្ចឹងហើយនេះជាទង្វើមួយដែលខ្ញុំមើលឃើញហើយខ្ញុំមានអារម្មណ៍ថាសោកស្ដាយហើយមានអារម្មណ៍ថាឈឺចាប់បងប្អូននេះដែលឃើញគេធ្វើបាបជនជាតិខ្លួនឯងណាដែលពួកគាត់ទៅធ្វើការណាមានតែធ្វើការឲ្យគេណាជួយសេដ្ឋកិច្ចគេបានលុយមកបន្តិចបន្តួចបាទហើយគេត្រូវគេរើសអើងត្រូវគេមាក់ងាយត្រូវគេប្រមាថប៉ុន្តែជនជាតិថៃនៅខ្មែរយើងក៏មិនខ្វះដែរតែគាត់មកធ្វើការតែខ្មែរយើងអត់មានតែធ្វើទង្វើបែបហ្នឹងទេខ្មែរយើងគឺយើងមានសិលធម៌យើងចេះគោរពគ្នាត្បិតថាយើងឆ្លោះគ្នានៅតាមព្រំដែនមិនមែនមានន័យថាយើងទាំងអស់គ្នាត្រូវស្អប់គ្នាទេមិនមែនត្រូវថាប្រជាជនខ្មែរនិងថៃត្រូវស្អប់គ្នាទេបាទកងទ័ពឆ្លោះគ្នារឿងព្រំដែនរឿងអធិបតេយ្យភាពបាទដោះស្រាយគ្នាតាមសន្តិវិធីតាមច្បាប់អន្តរជាតិឬក៏តាមវិធីសាស្ត្រណាមួយអាហ្នឹងវាជារឿងនៅព្រំដែនប៉ុន្តែវាមិនត្រូវយើងដែលជាប្រជាពលរដ្ឋទូទៅនៅរស់នៅក្នុងភូមិស្រុកហ្នឹងយើងត្រូវស្អប់គ្នាទេមិនមែនមានន័យថាខ្មែរយើងមួយថៃឆ្លោះគ្នាព្រំដែនយើងទៅដើររោគជនជាតិថៃនៅខ្មែរយើងឲ្យធ្វើបាបពួកគាត់ទេមនុស្សមានសិទ្ធិមនុស្សមានគេហៅថាមានសេរីភាពមានសិទ្ធិក្នុងការរស់នៅរៀងៗខ្លួនបាទអត់យើងអត់មានត្រូវទៅដើរធ្វើបាបពួកគាត់ទេហើយបងប្អូនខ្មែរយើងនៅក្នុងស្រុកគឺកុំធ្វើដូចទង្វើដូចជនជាតិថៃមួយចំនួនដែលគាត់ប្រើប្រាស់អំពើហិង្សាទៅលើខ្មែរយើងពួកអីពួកយើងគោរពច្បាប់ពួកយើងជាខ្មែរយើងមានបេះដូងមានការអាណិតបាទហើយយើងអត់មានតែធ្វើទង្វើខុសច្បាប់ទេពួកអីអាការធ្វើទង្វើរើសអើងគេហើយធ្វើទង្វើអំពើហិង្សាទៅកាន់គេវាជាទង្វើខុសច្បាប់ហើយខ្ញុំសង្ឃឹមថាថៃនឹងរោគមុខអ្នកដែលធ្វើរឿងទាំងអស់នេះព្រោះអានេះវាមិនមែនពាក់ព័ន្ធជាមួយរឿងប្រទេសជាតិទេមនុស្សគាត់ធ្វើការនៅទីនោះគាត់មានប៉ាសពតគាត់មានទៅស្របច្បាប់គាត់ធ្វើការងារបម្រើការងារបានប្រាក់ខែតិចតួចហើយគាត់បានជួយសេដ្ឋកិច្ចដល់ថៃអញ្ចឹងប្រសិនបើជនជាតិថៃគាត់ធ្វើអំពើហិង្សាទៅកាន់ពលករខ្មែរយើងដែលគាត់មានសិទ្ធិរស់នៅទីនោះគាត់មានវីសាប៉ាសពតត្រឹមត្រូវតែយកយុត្តិធម៌ឲ្យគាត់ហើយខ្មែរយើងបងប្អូនយុវជនខ្មែរយើងកុំយកគំរូតាមជនជាតិថៃមួយចំនួននឹងឲ្យសោះព្រោះអីវាជាទង្វើដែលវាអសិលធម៌ជាទង្វើខុសច្បាប់ជាទង្វើមួយដែលយើងអត់គួរធ្វើទេបាទយើងត្រូវបែងចែកឲ្យដាច់បាទណាហើយខ្ញុំក៏សូមនិយាយទៅកាន់ជនជាតិថៃមួយចំនួនឲ្យបងប្អូនថៃមួយចំនួនគាត់ចង់នឹងប្រាប់ថាយើងឆ្លោះគ្នាជារវាងកងទ័ពនិងកងទ័ពនៅតាមព្រំដែនមិនមែនឆ្លោះយើងមានតែរើសអើងឬក៏ធ្វើទង្វើទាំងឡាយដែលយើងឃើញគ្នាមិនបានទេបាទខ្មែរក៏មានមិត្តភ័ក្តិថៃក៏មានមិត្តភ័ក្តិខ្មែរអញ្ចឹងយើងជាប្រជាជនធម្មតាយើងកុំរើសអើងគ្នាណាយើងអាចអាស្រ័យទៅនេះធម្មតាប៉ុន្តែអាចិត្តឆ្លោះគ្នាអានឹងវាជារឿងប្រទេសជាតិប៉ុន្តែយើងអត់មានត្រូវធ្វើទង្វើបែបនេះទេវាជាទង្វើដែលផ្ទុយខ្លាំងដែលជាទង្វើដែលខុសខ្លាំងបាទដែលមិនអាចទទួលយកបានទេបាទហើយខ្ញុំសង្ឃឹមថារឿងនេះវាមិនកើតឡើងបន្តទៀតហើយបើសិនបើជនជាតិថៃមួយចំនួនធ្វើទង្វើនេះដូចស្រាតខោឲ្យគេឃើញអញ្ចឹងស្រាតខោឲ្យពិភពលោកបានឃើញថាអូថៃអត់មានសិលធម៌ថៃអត់ចេះគោរពសិទ្ធិមនុស្សថៃអត់បានគោរពមានការរើសអើងមនុស្សអញ្ចឹងនេះជាទង្វើមួយដែលមិនគួរធ្វើទេបាទហើយខ្មែរយើងក៏អត់គួរយកគំរូតាមដែរហើយខ្ញុំសង្ឃឹមថាពលករខ្មែរទាំងអស់សូមមេត្តាប្រុងប្រយ័ត្នវាអាចនឹងមានករណីបន្តទៀតបើសិនបើយើងទាំងអស់គ្នាអត់ប្រុងប្រយ័ត្នទេអាចនឹងមានបញ្ហាព្រោះអីយើងមិនដឹងថាពួកស្ទាវថៃណាគាត់មានកំណត់បែបហ្នឹងទៀតទេបាទអញ្ចឹងណាហើយខ្ញុំសង្ឃឹមថាខ្មែរយើងក៏មិនធ្វើទង្វើដូចពួកថៃដែរបាទអរគុណ